នេះគឺជាអេពីសូតទី28ភាគបន្តរបស់យើងដែលសល់ប្រហែលជា10ភាគតែប៉ុណ្ណោះគឺចប់នៅរដូវកាលទី1របស់គេហើយនៅពេលនេះលៀងខៀនគេក៏បានទៅឆោតនៅសត្វឌីក្រេកមកកាន់កន្លែងបងប្អូនទាំងពីរហើយដូច្នេះហើយបណ្ដាលឲ្យពួកគេមានការ surprise មែនតើដែលលៀងខៀនគេក៏បង្ហូរតែបាត់តែនៅសល់តែសេខននិងស៊ីលីអាតែប៉ុណ្ណោះសេខនបន្តពីគេបានឃើញឌីក្រេកគេមានការរំភើបមែនតើព្រមទាំងចង់ប្រើប្រាស់វិធីសាស្ត្ររបស់គេនៅក្នុងការចាប់យកវាទៀតនៅគណៈពេលដែលពួកគេពងតែដំណើរការវិធីសាស្ត្រនៅក្នុងការចាប់ការទៅកាន់នាគប៉ុន្តែជាលទ្ធផលពួកគេគ្មានកន្លោឡើយត្រូវបានស្រ័យយ៉ាយដោយនាគក្រិចវិនិច្ឆ័យបន្តដេញតាមទៅកាន់លីងធៀនហើយដូច្នេះហើយលីងធៀនក៏បន្ថែមនៅស្ពីតរបស់គេបន្ថែមទៀតក៏មកតន់ជាមួយប្រូពីអ្នកពងតែធ្វើតាណាដូច្នេះគឺក៏និយាយថានេះគឺជាលីងធៀនយើងគួរតែប្រញាប់រាយការណ៍ទៅកាន់សាច់របស់មូហានតែគេមិនទាន់បានរាយការណ៍ផងស្រាប់តែនាគក្រិចមកពីក្រោយវាយចាប់ការទៅកាន់ពួកគេទាំងពីរផាច់តែបន្ទាប់ពីឃើញចឹងគេក៏បានគិតថាមើលទៅនាគក្រិចនេះអាងទៅនៅក្នុងអាណាចក្រនាគពិតរបស់គេអ្នកដែលបានចូលមកកាន់ទីនេះត្រូវបានវាវាយមិនរើសមុខឡើយបន្ថែមពីនេះវាក៏បង្ហាញចេតនាសម្រាប់មកលើគេទៀតនៃពេលនោះបែកមូហានក៏មកកាក់មុខរបស់គេត្រៀមជាមួយនឹងការវាយប្រហារព្រមទៅបានស្រ័យថាលីងធៀនសងជីវិតឡងឈីងភ្លាមមកលីងធៀនគេក៏បន្តថាចាំបន្តិចតើអញចង់បាននិក្រីដែរទេបន្ទាប់ពីប្រាប់ឲ្យលីងធៀនគេក៏បានចាក់ចេញទៅដែលសល់តែបែកនឹងគេក៏និយាយថាចង់ផ្គប់ចិត្តជាងដែរវិធីនេះមែនទេដោយបន្តមកគេក៏ចាប់ផ្ដើមបញ្ចេញនៅកម្លាំងរបស់គេដើម្បីវាយប្រហារទៅកាន់នាគប៉ុន្តែជាលទ្ធផលត្រូវបាននាគដាក់មកផាច់តែប៉ុណ្ណោះបណ្ដាលឲ្យបែកដល់ស្រ័យយាយប៉ងបន្ទប់ជាមួយភ្នំបាត់ទៅហើយរីវាក៏បន្តដេញតាមទៅកាន់លីងធៀនមើលទៅគោលដៅចម្បងរបស់វាគឺជាលីងធៀននឹងឯងនៅពេលនោះវាក៏ប្រើលបិនមកកាក់មុខទៅកាន់លីងធៀនព្រមទៅបានប្រើប្រាស់នៅសម្រាយរបស់វាហើយនេះលីងធៀនគេក៏បានស្រ័យថាតើឯងគិតថាយើងខ្លាចឯងមែនទេក៏ចាប់ផ្ដើមដំណើរការនៅវិមានធៀនតៅរបស់គេបណ្ដាលឲ្យផ្ទៃមេឃវាចាប់ផ្ដើមប្រែជាខ្មោះខ្មាញ់ទៅវិមានធៀនតៅត្រូវបានទម្លាក់អមទៅដោយសម្លេងរបស់ក្មេងស្រីនៅទីបំផុតវាយន្តត្រូវបានផុសឡើងហើយមនុស្សថាតើលោកមិនបានយល់អំពីវាដែរទេដោយអ្នកវ័យក្មេងនៅពេលនេះវាក៏ពិតជាមិនអាចទៅណាបានឡើយដោយសារតែត្រូវបានលីងធៀនប្រើប្រាស់នៅការបង្កើតឃុំខាំងទៅហើយលីងធៀនគេក៏បានប្រាប់ថាត្រឡប់ទៅកាន់វាមានតៅមេឃវិញទៅដើម្បីធានាថាអាយុឈ្នះអ្នកក្រិចមួយនេះវិញ្ញាណតៅក៏បន្តថាហើយអ្វីបានចលឹមមិនអង្វរខ្ញុំតែខ្ញុំក៏នឹងជួយទៅកាន់លោកប៉ុន្តែនៅពេលនោះត្រូវបានលីងធៀនដាក់មកផាច់ប៉ាងទៅនឹងក៏ប្រាប់ទៅកាន់វាឲ្យស្ងាត់មកទៅវាក៏បានតបថាតើលោកមែនទេគឺជារបៀបដែលលោកអង្វរខ្ញុំនោះនៃពេលនោះក៏កលៃទៅមើលអ្នកក្រិចឃើញថានៅពេលនេះវាព្យាយាមប្រើប្រាស់នៅកម្លាំងរបស់វានៅក្នុងការចាក់ចេញដូច្នេះហើយវាមានតើវាក៏ចូលទៅកាន់វាមានវិញតែព្រមទៅបាននិយាយប្រាប់ទៅកាន់លីងធៀនថាកុំឲ្យគេមានការយល់ច្រឡំឲ្យសោះព្រោះតែនាងគ្រាន់តែមើលទៅអាណិតទៅកាន់គេពេកទៅសម្រាប់ចាត់នៅក្នុងការជួយនៅពេលនោះវាមានតើមេឃាក៏បញ្ចេញនៅត្រាបន្ថែមទៀតបណ្ដោះឲ្យអ្នកគ្រីវាក៏បន្តស្រែកក្រហមហើយដូច្នេះហើយវាមានតើមេឃាក៏បន្តថាហេអ្នកគ្រីតូយ៉ាស្ងាត់មកខ្លះទៅបើអ្នកតបន្តក៏ក្លឿនទៀតជាឬក៏មិនជាថាយើងប្រើប្រាស់កម្លាំងតមកផាច់តែប៉ុណ្ណោះឯងក៏ប្រាជាចៃរបស់អ្នកគ្រីមិនខានឡើយដោយលីងធៀនគេក៏បន្តកថាវាមានតៅមេឃាវាគឺជាមជ្ឈដ្ឋាននៃការបង្កើតដែលអាចធ្វើការបង្កើតតម្រង់នៃការបង្កើតឃុំខាងទៅលើអ្នកគ្រីវាពិតជាអាចធ្វើការប្រៀបទៅនឹងការបង្កើតនៅអត្ថបទទេវភាពនៃលំដាប់ទី7ទៅហើយដូច្នេះហើយកិច្ចការបន្តរបស់គេនៅពីនេះក្រោយតែធ្វើការចុះកិច្ចសន្យាដើម្បីថែមទៅលើអ្នកគ្រីតែប៉ុណ្ណោះនៅពេលនោះគេក៏បានបញ្ជូនត្រាដើម្បីដាក់ទៅលើវាបណ្ដាលមានដំណក់ខ្លឹមសារជាងវាក៏ចាប់ផ្ដើមបែកខ្ញែកហើយព្រលឹងរបស់វាក៏ចាប់ផ្ដើមឆ្លេឆ្លាសារ៉ាចឡើងជាមួយសម្រាប់របស់វាបណ្ដាលលីងធៀនត្រូវបានប៉ង90ម៉ែត្រល្មៀរាងកាយរបស់គេ80ត្រឡប់ទៅចំណែកវិញ្ញាណអ្នកគ្រីត្រូវបានបាត់ពីទីនេះដែលបន្តពីនេះនេះហើយវិញ្ញាណតៅមេឃាក៏ចាប់ផ្ដើមចេញមកពិនិត្យមើលទៅកាន់លីងធៀននៃពេលនេះតើលោកមិនអីទេមែនទេសួរពីដងតើលោកមិនទាន់ស្លាប់ទេមែនទេបើលោកស្លាប់បាត់កាន់តែល្អខ្ញុំក៏មានសេរីភាពវាក៏ពិតជាមានការសប្បាយហេតុមែនទេនៅពេលនេះខ្ញុំមានសេរីភាពហើយលាសិនហើយយើងក៏លាសិនហើយអ្នកគ្រីតូយ៉ាមិនទាន់បានចាក់ចេញផងស្រាប់តែលីងធៀនប្រើកម្លាំងឲ្យគេទៅវិញនឹងក៏ចាប់ច្បាយទៅកាន់វាក៏សួរថាតើមិនទាន់ស្លាប់ទេមែនទេគេក៏បន្តថាមិនទាន់ងាប់ទេលីងធៀនក៏បន្តបញ្ចេញត្រានៅការបង្កើតវាក៏បានសួរហើយរបស់បានជាលោកប្រើប្រាស់នៅការប្រកិរិយាដូចនេះមកលើខ្ញុំដោយលីងធៀនគេក៏បន្តស្រ័យថាការបង្កើតដាវជូសៀនប្រើប្រាស់នៅចំហាយដាវយ៉ាងច្រើនវាយប្រហារចេញទៅនេះគ្រីកប៉ុន្តែវានៅតែអាចប្រើប្រាស់នៅការកិច្ចចល័យដោយវិញ្ញាណតាំងមេឃាក៏សួរថាហេហើយរបស់បានជាលោកឈួតបែបនេះបើលោកតែបន្តដូចនេះខ្ញុំពិតក៏ជាស្លាប់លោកក៏ងាប់ដែរដែលវានៅតែបន្តស្រ័យឲ្យលីងធៀនបញ្ឈប់តែប៉ុន្តែគេក៏មិនឈប់ឡើយនៅពេលនោះវិញ្ញាណតៅមេឃាសម្បកតួរបស់វាចាប់ផ្ដើមប្រះទៅហើយត្រឹមតែបានស្រ័យថាជួយផងនៅពេលនេះវិញ្ញាណរបស់ខ្ញុំទៅចាប់ផ្ដើមតែប៉ុណ្ណោះខ្ញុំក៏មិនទាន់ចង់ស្លាប់ម្ដងទៀតឡើយវានៅតែបន្តយំឆ្លាងអ្នកគ្រីនៅតែបន្តទៅឆ្លាងនឹងក៏ហោះចេញទៅស្រាលពេលនោះលីងធៀនគេក៏ពិតជាមានការអស់កម្លាំងមែនតែនវិញ្ញាណតៅមេឃាក៏និយាយថាទីបំផុតខ្ញុំក៏មិនទាន់ងាប់ទេในពេលនោះសិងយូក៏ម្ដងសួរទៅកាន់លីងធៀនហើយអ្វីបានជាគេមានរបួសធ្ងន់បែបនេះគេក៏បានប្រាប់ថាយ៉ាឡោគួរតែចាក់ចេញពីទីនេះជុំមិនសិនតែដើម្បីទៅរកទីកន្លែងនេះមានសុវត្ថិភាពនៅគណៈពេលពួកគេទាំងពីរចាក់ចេញនៅពេលនោះក្រុមរបស់ពួកគេក៏មកដល់ព្រមទាំងបាននិយាយថាមើលទៅពួកយើងមកយិតហើយអាប៉ែម្នាក់ក៏បន្តថាយើងនៅតែមកតន់ព្រោះតែកន្លែងទៅមើលទិសដៅរបស់អ្នកគ្រីនៅតែមិនទាន់ចាក់ចេញទៅណាឆ្ងាយទេទិសដៅរបស់វាពិតជាខុសពីទិសដៅរបស់លីងធៀនចាក់ចេញដោយអាប៉ែនោះក៏បន្តថាមើលទៅ
អ្នកក្រេក៏មិនតន់ចោះចាញ់ដល់ឡើយទេអបនុតក៏បន្តថាបើចឹងវាជាមិនទេមានតែការសម្លាប់អ្នកក្រេតែប៉ុណ្ណោះអ្នកណាសម្លាប់បានគឺជារបស់អ្នកនោះដូច្នេះហើយពួកគេទាំងអស់គ្នាក៏បានឡំគ្នាចាក់ចេញទៅដែលសន្តប្រាដើរពីអ្នកតែប៉ុណ្ណោះក៏បានសួរគ្នាថាតើប្រអ្វីមិនទៅទេមែនទេហ្វុងខៀនគេក៏បានតបទៅថាគេគ្រាន់តែចាប់អារម្មណ៍ទៅលើបុគ្គលដែលបានប្រយុទ្ធជាមួយអ្នកក្រេតែប៉ុណ្ណោះមើលតែដានដែលបានបន្សល់ទុកដោយការប្រយុទ្ធនោះកម្លាំងរបស់គេពិតជាមិនអន់ជាងខ្ញុំប្រមាណទេពិតជាស័ក្តិសមខ្លាំងជាគូប្រជែងរបស់ខ្ញុំមែនតើហើយចុះប្រាដើរឯងមិនទៅទេមែនទេឬក៏ប្រាដើរឯងចាប់អារម្មណ៍ទៅលើបុគ្គលម្នាក់នោះដែរគេបានតបថាមិនចាប់អារម្មណ៍ទេបន្តមកយើងក្រឡេកទៅមើលលីងធាននៅពេលនេះកំពុងតែអង្គុយសមាធិនៅក្នុងការព្យាបាលរបស់គេចំណែកស៊ីងយូនាងពងទីញប់ដៃជើងព្រមជាមួយនឹងការបារម្ភទៅលើលីងធានដោយលីងធានគេក៏បន្តកថាជាមួយលើហេតុរបស់អ្នកក្រីពិតដែលគេបានសរុបមកនេះវាក៏ជាវិធីសាស្ត្រនៅក្នុងការសង្គ្រោះនៅជីវិតដែលសម្រាប់ធ្វើការបន្សល់ទុកទៅកាន់កូនអ្នកវ័យក្មេងក្រោមតែមួយដំណាក់កាលតែប៉ុណ្ណោះវាស្មើទៅនឹងការវាយប្រហារនៅកម្លាំងពេញលេញរបស់ចិនចែទៅហើយនេះបើសិនជាគេមិនបានវឹកហាត់នៅវិធីសាស្ត្រប្រាស់បីសាយទេនោះគេក៏ខ្លាចថាជីវិតរបស់គេប្រហែលជាត្រូវបានខ្សែតាំងពីយូរមកហើយទោះបីយ៉ាងណាក៏ដោយនេះពេលជីវចររបស់គេត្រូវបានខូចខាតយ៉ាងច្រើនហើយនេះហើយកម្រិតនៃការវឹកហាត់របស់គេត្រូវបានកាត់បន្ថយបើសិនជាអ្នកវ័យក្មេងអាចស្ដាររបស់គេហើយតាមវាយប្រហារគេម្ដងទៀតនោះវាប្រកាសជាបង្កបញ្ហាទៅកាន់ស៊ីងយូជាមិនខានឡើយដើម្បីអាចការពារបញ្ហាដែលបានកើតឡើងគេមានតែការប្រថុយចម្រាញ់យកនៅលើហេតុរបស់អ្នកពិតតែប៉ុណ្ណោះចំពោះបច្ចេកទេសនៃការវឹកហាត់របស់ព្រះបិសាចត្រូវបានបែងចែកជា9ដំណាក់កាលគ្រប់ស្រទាប់ទាំង3ត្រូវបានបង្កើតជាអាណាចក្រ3ស្រទាប់ដំបូងនៃអាណាចក្រក៏ជាអំណាចរបស់បិសាចខាងក្នុងវាក៏បង្កើតលំហនៃលើហេតុរបស់បិសាចពីពេញជីពចោទៅជាការរកបញ្ចូលនៅ power បិសាចនិងក៏បញ្ឈប់នៅការផ្លាស់ប្ដូររវាងអំណាចខាងវិញ្ញាណព្រមជាមួយអំណាចនៃអរិយចំពោះស្រទាប់កដាល3គឺជាអាណាចក្រនៃការបំលែងបិសាចដើម្បីអាចប្រើប្រាស់នៅអំណាចរបស់អរិយតម្រូវឲ្យមានការបង្កើតនៅរូបរាងកាយរបស់អរិយតាមការបំលែងនៃប្រភេទលើហិតសត្វនៅក្នុងខ្លួននិងក៏ដំណើរការឆ្លងកាត់ទៅកាន់អរិយចំពោះ3ស្រទាប់ចុងក្រោយវាគឺជាអាណាចក្រព្រះបិសាចជាមួយរាងកាយរបស់មនុស្សដែលជាការបំលែងទៅជាព្រះបិសាចនៃពេលនោះគេមានដួងព្រលឹងនេះគ្រីចាប់ផ្ដើមផុសឡើងនៃពេលនោះវិញ្ញាណតៅមេឃគេក៏បានឆ្លងព្រមទៅបានសួរថាហេហើយមិនអីទេមែនទេរួចក៏បានមកគិតពីចម្ងាយថាហេមើលទៅដង្ហើមរបស់គេខ្លីណាស់មើលទៅហាក់ដូចជាជីវិតរបស់គេចិត្តងាប់ទៅហើយហេបើដូច្នេះមែនថ្ងៃអន្សាររបស់ឯងចិត្តមកដល់ហើយហេបន្តមកទៀតយើងក៏លេងគួរសមជាមួយឯងហើយក៏ស្រស់ពេលជាមួយគ្នាប្រសតទី28ក៏ស្លេះកន្លែងនឹងឯង